អាកាសធាតុដែលឥឡូវព្រឹកឡើងក្តៅល្ងាចឡើងភ្លៀងអញ្ចឹងដើម្បីបង្ការកុំឲ្យកូនឆាប់ឆ្លងជំងឺឬក៏ឆាប់ផ្ដាសាយម៉ាម៉ាអាចមកធ្វើជាទឹកសេរីអញ្ចឹងឲ្យអូនញ៉ាំបានពេលធ្វើទឹកផ្លែឈើយើងអត់ត្រូវការចិតច្បកផ្លែឈើនឹងចេញទេអញ្ចឹងដើម្បីសុវត្ថិភាពត្រូវតែប្រើទឹកលាងផ្លែនេះដើម្បីកុំឲ្យមានមេរោគឬក៏បាក់តេរីទុំជាប់នៅលើនឹងនៅក្នុងផ្លែសេរីគឺផ្ទុកទៅដោយសារជាតិចិញ្ចឹមយ៉ាងច្រើនដូចជាប្រូតេអ៊ីនជាតិកាកសរសៃប៉ូតាស្យូមស្ពាន់ធម៌វីតាមីន C វីតាមីន K និងម៉ាញ៉េស្យូមសារជាតិទាំងនេះគឺអាចជួយដល់សុខភាពមួយចំនួនដូចជាការពារកុំឲ្យអូនផ្ដាសាយការពារជំងឺមហារីកជួយដល់ប្រព័ន្ធរំលាយអាហារជួយដល់សមតុល្យនៃអរម៉ូនកាត់បន្ថយកូលេស្តេរ៉ុលនិងការពារជំងឺពុកឆ្អឹងជាដើមពេលធ្វើទឹកសេរីនេះខ្ញុំក៏បានបន្ថែមជាមួយនឹងពុទ្រាក្រហម3គ្រាប់ដែរដើម្បីជំនួយដល់គ្រាប់ឈាមក្រហមនិងជួយឲ្យអូនគេងលក់ស្រួលហើយពីដាំទឹកផ្លែឈើនេះពុះបងបន្ថយភ្លើងរម្ងាស់ប្រហែលជា15នាទីទៀតត្រង់កន្លែងនេះគឺខ្ញុំបន្ថែមស្ករផ្កាដូងបើសិនជាកូនបងក្រោម1ខួបអាចប្រើម្សៅលម៉ើបានពេលដែលចុះត្រជាក់អាចទុកនៅក្នុងដបកូនហើយរក្សាទុកនៅក្នុងទូទឹកកកបានរយៈពេល2ថ្ងៃហើយបើសិនជាបងចង់បានពុទ្រាក្រហមឬក៏ទឹកលាងបន្លែអាចឆាចូលផេកគ្រឿងទេសកុមារ NSP អរគុណច្រើន